មន្ត្រីកម្ពុជាបានប្រាប់ទៅភាគីថៃថាកុំដោះមីននៅក្នុងទឹកដីកម្ពុជាហើយក៏កុំយកករណីជន់មីនមកភ្ជាប់ជាមួយនឹងកម្ពុជាមន្ត្រីម្នាក់នៃក្រសួងការពារជាតិកម្ពុជាបានប្រាប់ឲ្យដឹងថាការដោះមីនរបស់ភាគីថៃត្រូវធ្វើឡើងតែនៅក្នុងទឹកដីថៃតែប៉ុណ្ណោះមិនត្រូវធ្វើនៅក្នុងទឹកដីកម្ពុជាឬក៏ធ្វើនៅក្នុងតំបន់ដែលមិនទាន់បានធ្វើការវាស់វែងខណ្ឌសីមានោះឡើយការលើកឡើងរបស់មន្ត្រីនៃក្រសួងការពារជាតិកម្ពុជាដែលស្នើសុំមិនបញ្ចេញឈ្មោះបានធ្វើឡើងបន្ទាប់ពីកាសែតថៃបានធ្វើការចុះផ្សាយថាក្រុមទាហានរបស់ថៃម្នាក់បានជន់មីននៅម្ដុំច្រកអានសេះនៅថ្ងៃទី17សីហា2026មន្ត្រីនៃក្រសួងការពារជាតិកម្ពុជាបានធ្វើការលើកឡើងបន្តទៀតថាភាគីរបស់ថៃមិនត្រូវប៉ុនប៉ងភ្ជាប់ឧបទ្ទវហេតុដែលទាហានរបស់ខ្លួនដែលជន់មីននៅក្នុងអំឡុងប្រតិបត្តិការរបស់ខ្លួនមកតាក់ទងនឹងកម្ពុជាឡើយប្រតិបត្តិការដោះមីនរបស់ភាគីរបស់ថៃត្រូវធ្វើឡើងតែនៅក្នុងទឹកដីថៃតែប៉ុណ្ណោះមិនត្រូវធ្វើនៅក្នុងទឹកដីកម្ពុជាឬក៏តំបន់ដែលមិនទាន់បានធ្វើការវាស់វែងខណ្ឌសីមាឬក៏តំបន់ដែលកងទ័ពថៃកំពុងតែកាន់កាប់ដោយខុសច្បាប់នោះឡើយមន្ត្រីដដែលក៏បានធ្វើការលើកឡើងបន្តទៀតថាការដោះមីនមិនអាចប្រើជាលេសដើម្បីពង្រីកវត្តមានយោធាឬក៏បង្កើតការពិតនៅលើដីឬក៏ធ្វើឲ្យការកាន់កាប់ដោយខុសច្បាប់ដើម្បីคล้ายជាការស្របច្បាប់នោះឡើយគូបញ្ជាក់ផងដែរថាថ្មីនេះកាសែតថៃបានធ្វើការចុះផ្សាយថាក្រុមទាហានរបស់ខ្លួនម្នាក់បានជន់មីនធ្វើឲ្យផ្ទុះរបួសជើងនៅពេលកំពុងបោះសម្អាតទីតាំងនៅក្បែរច្រកអានសេះដែលពួកគេកំពុងតែគ្រប់គ្រងចំណែកឯអ្នកនាំពាក្យកងទ័ពជើងគោករបស់ថៃគឺលោកវិនថៃសូវ៉ារីបានចេញមកប្រកាសថាពួកគេបានបោះសម្អាតមូលដ្ឋានយោធាកម្ពុជានៅក្បែរទីនោះក្រោយពេលដែលពួកគេបានវាយច្រានទាហានកម្ពុជាចេញពីទីនោះហើយបានចាប់ផ្ដើមបោះសម្អាតនៅតំបន់នោះផងដែរទោះជាយ៉ាងណាកម្ពុជាកំពុងតែធ្វើការតាមដាននៅព័ត៌មានជាក់លាក់ជាបន្តទៀត